បាទស្វាគមន៍មកកាន់វីដេអូបន្ទាប់ដែលវីដេអូនេះយើងនឹងស្វែងយល់ទាំងអស់គ្នាអំពី the cost of production អញ្ចឹងថ្លៃដើមនៃការផលិតនៅក្នុងវីដេអូហ្នឹងណាបាទអញ្ចឹងយើងទៅមើលចំណុចបន្ទាប់ចំណុចនេះយើងមកមើលអំពី total revenue total cost ហើយនិង profit អញ្ចឹងយើងសន្មតថាគ្រប់ក្រុមហ៊ុនទាំងអស់គោលដៅរបស់គាត់គឺធ្វើម៉េចដើម្បីបង្កើននៅប្រាក់ចំណេញបាទហើយអញ្ចឹងស្អីទៅជាប្រាក់ចំណេញហ្នឹងគឺស្មើឲ្យ total revenue បានន័យថាប្រាក់ចំណូលសរុបដក total cost បានន័យថាថ្លៃដើមសរុបអញ្ចឹងចុះស្អីគេទៅ total revenue ហ្នឹងគឺ the amount a firm receive from the sale of its output អញ្ចឹង total revenue ហ្នឹងគឺជាចំនួនដែលក្រុមហ៊ុនហ្នឹងគាត់ទទួលបានពីការលក់ផលិតផលឬក៏សេវាកម្មរបស់គាត់ដែលក្នុងនោះគេប្រើពាក្យថា output ណាអញ្ចឹងចំនួនដែលគាត់ទទួលបានពីការលក់ផលិតផលឬសេវាកម្មរបស់គាត់ហ្នឹងគឺស្មើឲ្យ P គុណនឹង Q P ហ្នឹងអីគេ P ហ្នឹងគឺ price ហើយ Q ហ្នឹងគឺ quantity អញ្ចឹងឧទាហរណ៍ថាគាត់ផលិតកង់ឡានលក់អញ្ចឹងបើសិនជាកង់ឡានមួយ$10គាត់លក់បាន100,000កង់ឡានអញ្ចឹងយើងយក$10គុណនឹង100,000ហ្នឹងទៅយើងឃើញហើយ total revenue គាត់បានអញ្ចឹងណាបាទហើយមួយទៀតគឺ total cost អញ្ចឹង total cost ហ្នឹងគឺជា the market value of input a firm used to product អញ្ចឹង total cost ហ្នឹងគឺជាតម្លៃនៅក្នុងទីផ្សារតម្លៃរបស់ output នៅក្នុងទីផ្សារដែលក្រុមហ៊ុនគាត់ត្រូវការប្រើប្រាស់ដើម្បីមកផលិតអញ្ចឹងតម្លៃ input ហ្នឹងវាមានដូចជា worker បុគ្គលិកវាមានវត្ថុធាតុដើមវាមានថ្លៃទឹកថ្លៃភ្លើងអីច្រើនទៀតអញ្ចឹងណាបាទអញ្ចឹងយើងទៅមើលចំណុចបន្ទាប់អញ្ចឹងឥឡូវមុននឹងយើងចូលដល់ចំណុចបន្ទាប់យើងមើលអំពី cost សិនអញ្ចឹង cost នៅក្នុងសេដ្ឋកិច្ចគេបែងចែកវាជា2 cost ពីក្នុង accounting តិចអញ្ចឹងទី1គេហៅថា explicit cost ហើយនិងទី2 implicit បាទអញ្ចឹងthe cost of something is what you give up to get it អញ្ចឹងតម្លៃអ្វីមួយគឺជាអ្វីដែលយើងត្រូវបោះបង់ដើម្បីទទួលវាអញ្ចឹងណាបាទអញ្ចឹងឥឡូវយើងមកមើល explicit cost ស្អីគេទៅជា explicit cost ហ្នឹងគឺជាចំនួនជាលុយជាថវិកាឧទាហរណ៍ដូចជាយើងត្រូវការចំណាយទៅលើប្រាក់ខែបុគ្គលិកអញ្ចឹងអាហ្នឹងគេហៅថា explicit cost ហើយមួយទៀតចុះ implicit cost ហ្នឹងគឺមិនត្រូវការចំណាយទៅលើថវិកាជាក់ស្ដែងទេហើយជាឧទាហរណ៍ដូចជា opportunity cost of the owner time អញ្ចឹងកន្លែងimplicit cost ហ្នឹងគឺវាយើងអត់ឃើញវាជាថវិកាជាក់ស្ដែងឧទាហរណ៍ថាកែម្នាក់គាត់បើកហាងកាហ្វេមួយអញ្ចឹងសមត្ថភាពរបស់គាត់បើសិនជាគាត់ទៅធ្វើការឲ្យគេគាត់នឹងទទួលបានប្រាក់ខែ$1000អញ្ចឹងពេលដែលគាត់មកបើកហាងកាហ្វេខ្លួនឯងពេលវេលាដែលគាត់ចំណាយនៅក្នុងហាងកាហ្វេហ្នឹងគឺគេហៅថា implicit cost ហើយ opportunity cost របស់គាត់ណាបាទអញ្ចឹង total cost គឺស្មើឲ្យ explicit cost បូក implicit cost នៅក្នុងសេដ្ឋកិច្ចបាទហើយបន្ទាប់មកយើងមកមើល economic profit ហើយនិង accounting profit ពីរហ្នឹងវាខុសគ្នារបៀបម៉េចបាទអញ្ចឹង accounting profit គឺស្មើ total revenue minus total explicit cost អញ្ចឹងនៅក្នុង account នៅក្នុងគណនីហ្នឹងគឺprofit ប្រាក់ចំណេញហ្នឹងគឺស្មើឲ្យប្រាក់ចំណូលដកនៅ explicit cost ការចំណាយទាំងឡាយណាដែលជាសាច់ប្រាក់បាទប៉ុន្តែនៅក្នុងសេដ្ឋកិច្ច economic profit គឺស្មើឲ្យ total revenue minus total cost include explicit cost ហើយនិង implicit cost អញ្ចឹងនៅក្នុងសេដ្ឋកិច្ចគឺស្មើឲ្យប្រាក់ចំណូលហើយនឹងដក total cost អញ្ចឹង total cost គឺរួមបញ្ចូលទាំងការចំណាយជាថវិកាហើយនិងជាការចំណាយពេលវេលារបស់ owner ដែលគាត់ទៅ run business ហ្នឹងបាទអញ្ចឹងជាទូទៅ accounting profit ignore implicit cost accounting profit គឺគាត់អត់យក opportunity cost ឬក៏គេហៅថា implicit cost ហ្នឹងមកគិតទេអញ្ចឹងជាទូទៅaccounting profit ហ្នឹងវាខ្ពស់ជាង economic profit បាទបន្ទាប់មកយើងមើលពី production function
ចឹង production function ហ្នឹងវាគឺជាទំនាក់ទំនងរវាង quantity of input used to make a good ទំនាក់ទំនងរវាងធនធានដែលយើងប្រើប្រាស់ដើម្បីផលិតផលឬក៏សេវាកម្មអីមួយហ្នឹងណាបាទហើយ and the quantity of output of that good ហើយនឹងមួយទៀតគឺ quantity នៃ output ផលិតផលដែលយើងប្រើធនធានហ្នឹងតើបានផលិតផលអីខ្លះបាទហើយមួយទៀតគេបញ្ជាក់ថា production function ហ្នឹងគឺ get flatter as production rise អញ្ចឹងវានឹង get flatter បានន័យថាវាអត់ឡើងត្រង់វាឡើងរាងតេអញ្ចឹងណាបាទអញ្ចឹងចំណុចបន្ទាប់យើងនឹងឃើញនៅកន្លែងហ្នឹងឥឡូវយើងមើល example 1របស់គេឧទាហរណ៍ទី1 farmer Jack កសិករហ្នឹងគាត់ឈ្មោះថា Jack អញ្ចឹង Jack ហ្នឹងគឺគាត់ដាំដុះស្រូវសាលីហើយគាត់មានដី 5 acres ហើយវាជា fixed resource បានន័យថាដីរបស់គាត់ហ្នឹងទំហំតែ5ហិកតាហ្នឹងទេវាអត់អាចរីកអត់អាចរួមអីទេបាទអញ្ចឹងគេហៅថា fixed resource ហើយគាត់អាចជួលកម្មករមកធ្វើការឲ្យគាត់ហ្នឹងច្រើនតាមតែគាត់ចង់ជួលប៉ុន្មានក៏បានដែរបាទហើយ the quantity of output produced varies with the number of worker hired អញ្ចឹងថាចំនួនប្រមូលផលស្រូវសាលីហ្នឹងគឺវាអាស្រ័យទៅលើចំនួនកម្មករដែលគាត់ជួលមកធ្វើការនៅក្នុងកសិដ្ឋានស្រូវសាលីរបស់គាត់ហ្នឹងណាបាទអញ្ចឹងឥឡូវយើងមើលfarmer Jack production function អញ្ចឹងទី1យើងមើល L ស្មើឲ្យ no of worker ចំនួនអ្នកធ្វើការហើយនឹង Q នេះគឺ bushel of sweat ចំនួនប្រមូលទិន្នន័យស្រូវសាលីនឹងបាន bushel ដូចជាຂະຫນាតដែលគេប្រើសម្រាប់វាស់ស្រូវសាលីអញ្ចឹងដូចខ្មែរយើងមានកញ្ជើមានអីសម្រាប់ដាក់ស្រូវអីអញ្ចឹងបាទអញ្ចឹងអាហ្នឹងស្តៀងគ្នាដែរអញ្ចឹងយើងមើលពេលzero worker ការប្រមូលផលស្រូវសាលីនោះ zero ដែរបាទប៉ុន្តែបើសិនជាចាក់នោះគាត់ជួលកម្មករម្នាក់កម្មករនោះគាត់អាចប្រមូលផលបាន1000 bushel បាទហើយបើសិនជាចាក់គាត់ជួល2នាក់កម្មករ2នាក់អាចប្រមូលបាន1800អញ្ចឹងយើងឃើញចំនួនថយវាកើនពី1000មក1800វាអត់គុណនឹង2ទេណាអញ្ចឹងបើសិនជាគុណនឹង2នាក់ត្រូវធ្វើបានម្នាក់1000វាត្រូវ2000បាទប៉ុន្តែ production function ហ្នឹងវាអត់ឡើងត្រង់អញ្ចឹងទេវាឡើងរបៀបកោងបាទអញ្ចឹងចាំមើលបើសិនជាចាក់ជួល3នាក់គឺថយទៀតនៅសល់បាន2400បាទហើយបើសិនជាគាត់ជួល4នាក់គឺបាន2800ហើយបើសិនជាគាត់ជួល5នាក់គឺបាន3000 bushel បាទអញ្ចឹងមកគាត់ជួលកម្មករ5នាក់អាចប្រមូលផលស្រូវសាលីរបស់គាត់ហ្នឹងគឺបាន3000 bushel ដែរបាទអញ្ចឹងឥឡូវនេះយើងមើលខ្សែកោងពណ៌ខៀវហ្នឹងគឺវាបង្ហាញឲ្យproduction function get flatter មុននឹងដែលយើងនិយាយណាបាទអញ្ចឹងយើងឃើញអ្នកទី1ពេលដែលយើងជួលកម្មករម្នាក់គឺគាត់ធ្វើបាន1000 bushel ស្រូវសាលីហ្នឹងហើយពេលយើងជួល2នាក់បានតែ1800ពេលយើងជួល3នាក់បានតែ2004ជួល4នាក់បាន2008ហើយជួល5នាក់បាន3000បាទអញ្ចឹងចំនួនហ្នឹងវាអត់ឡើងពី1000ទៅ2000 3000 4000 5000ទេបើវាឡើងម្នាក់1000វាត្រូវបាន5000ប៉ុន្តែ production function ហ្នឹងគឺវាអត់ទៅត្រង់វាទៅ flat អញ្ចឹងណារៀងកោងអញ្ចឹងបាទហើយឥឡូវយើងមកមើលពី marginal product ហ្នឹងគឺជាការកើនឡើងនៅ output ហ្នឹងបានន័យថាផលិតផលឬក៏សេវាកម្មដែលយើងទទួលបានពេលដែលយើងដាក់បន្ថែម additional unit of input ពេលដែលយើងបន្ថែម input របស់យើងអញ្ចឹង input នៅក្នុងឧទាហរណ៍មុនហ្នឹងគឺកម្មករបើមិនជាយើងបង្កើនកម្មករម្នាក់តើយើងនឹងទទួលបានការប្រមូលទិន្នន័យស្រូវសាលីរបស់យើងការប្រមូលផលស្រូវសាលីរបស់យើងនឹងកើនឡើងបានប្រមាណចឹងនឹងហៅថា marginal product ហើយបាទហើយមួយទៀតគឺ marginal product of labor ដែលគេហៅកាត់ថា MPL អញ្ចឹង
MPL ហ្នឹងគឺស្មើនឹង change in quantity ហើយនឹង change in labor បាទអញ្ចឹងគេថាប្រសិនបើចាក់ហ្នឹងគឺគាត់ជួលកម្មករម្នាក់ទៀត output របស់គាត់នឹងកើនឡើង output ហ្នឹងគឺអតិថិផលស្រូវសន្លឹករបស់គាត់ប្រមូលហ្នឹងនឹងកើនឡើង by marginal product of labor តាមការជួលនៅបុគ្គលិកបន្ថែមហ្នឹងបាទហើយមួយទៀតយើងមកមើលពី total marginal product អញ្ចឹងអានេះមុនហ្នឹងចាក់គាត់ជួលម្នាក់2នាក់3នាក់4នាក់5នាក់ហ្នឹងហើយបន្ទាប់មកនេះយើងមើលបើសិនបើចាក់គាត់ជួលម្នាក់គាត់បាន1000 bushel ស្រូវសាលីបាទហើយបើសិនជាគាត់ជួល2នាក់អ្នកទី2ហ្នឹងគឺបានតែ800ទេបាទហើយបើសិនជាគាត់ជួលថែមម្នាក់ទៀតអ្នកទី3ហ្នឹងគឺបានតែ600ទេហើយបើសិនជាគាត់ជួលអ្នកទី4នាក់ថែមម្នាក់ទៀតគឺបានតែ400ទេហើយបើគាត់ជួល5នាក់អ្នកទី5ហ្នឹងគឺបានតែ200 bushel ទេអញ្ចឹងអាហ្នឹងគឺជា total marginal product ហើយបាទយើងទៅមើលចំណុចបន្តទៀតនេះអញ្ចឹងមិញយើងឃើញការជួលបន្ថែមកម្មករចំនួនដែល output របស់យើងនោះវាអត់កើនឡើងស្មើគ្នាទេអញ្ចឹងអាហ្នឹងគេមានឈ្មោះវាហៅគេហៅថា diminishing marginal product of labor diminishing ហ្នឹងគឺdiminishing marginal product ហ្នឹងគឺ product of an input decline as quantity of output increase អញ្ចឹងproduct វានឹងinput decline as quantity of input increase output decline ក្នុងន័យកន្លែងនេះត្រូវដាក់ output ណាអាន័យថា output វានឹងថយចុះពេលដែល input នឹងកើនឡើងបាទអញ្ចឹងដូចយើងឃើញមិញយ៉ាងជួលម្នាក់ធ្វើបាន1000ជួល2នាក់បាន1800ទេបាទហើយ production function នឹង get flatter as more input are being used production function ហ្នឹងគាត់នឹងកោងទៅទៀតទៅពេលដែលយើងប្រើ input កាន់តែច្រើនបាទហើយនេះគឺជា example មួយទៀតដែលនិយាយពី marginal product of labor អញ្ចឹង marginal product of labor ហ្នឹងគឺ equal the slope of the production function នេះ marginal product របស់យើងអញ្ចឹងនេះ marginal product របស់យើងដូចយើងឃើញនៅ slide មុនហ្នឹងអញ្ចឹងគឺពេលដែលចំនួនម្នាក់បាន1000ពេលលើកដល់អ្នកទី2ទៅរៀងថយបន្តិចអ្នកទី3ថយបន្តិចអ្នកទី4ថយបន្តិចកោងរហូតអញ្ចឹងអាហ្នឹងគឺយើងហៅថា diminishing marginal product បាទនេះវាបង្ហាញយើងពីអ្នកទី1ហ្នឹងបានប្រមាណអ្នកទី2បានប្រមាណគឺវាមានការថយរហូតពីម្នាក់ទៅម្នាក់ណាបាទហើយចុះហេតុអីបាន marginal product of labor ហ្នឹងវាសំខាន់អញ្ចឹងដូចយើងមើលពីវីដេអូទី1គឺគេថា rational people think at the margin អញ្ចឹងមនុស្សយើងជាទូទៅការគិតរបស់យើងប្រកបដោយហេតុផលផ្អែកលើmargin បានន័យថាការប្រៀបធៀបនៅទិញទួយហ្នឹងបើយើងជួលបន្ថែមម្នាក់ទៀតគាត់អាចធ្វើបានប្រមាណអញ្ចឹងណាហ្នឹងហើយមនុស្សយើងមុននឹងធ្វើអីមួយគាត់ត្រូវការប្រៀបធៀបអាហ្នឹងអញ្ចឹងក្នុងន័យនេះយើងលើកឧទាហរណ៍តទៅនឹងកសិករឈ្មោះចាក់បើសិនបើគាត់ជួលan extra worker គាត់ជួលកម្មករថែមម្នាក់ទៀតអញ្ចឹងតម្លៃរបស់កម្មករហ្នឹងនឹងកើនឡើងប្រាក់ខែម្នាក់ទៀតឯងព្រោះឧទាហរណ៍ថាប្រាក់ខែម្នាក់$500បើគាត់ជួលម្នាក់ទៀត2នាក់ហ្នឹងមិនត្រូវចំណាយអស់$1000ប៉ុន្តែoutput របស់គាត់អត់បានកើនដូចប្រាក់ខែដែលគាត់ចំណាយទេអានេះវាថយដោយសារតែដីគាត់មានតែ5ហិកតា fixed resource អញ្ចឹងទោះបីគាត់ជួលបុគ្គលិកមកច្រើនដីគាត់ក៏នៅតែ5ហិកតាគ្រឿងចាក់ឧទាហរណ៍គាត់ក៏នៅមានដដែលដែរអញ្ចឹងចំនួន output ហ្នឹងវានឹងថយចុះពេលដែលគាត់ជួលបុគ្គលិកកាន់តែច្រើនទៅវាថយទៅបាទអញ្ចឹងcomparing them help Jack decide whether he should hire the worker អញ្ចឹងពេលដែលយើងប្រៀបធៀបអញ្ចឹង
ជួលម្នាក់ហ្នឹងកើនឡើងប្រមាណទៀតជួយឲ្យចាក់ហ្នឹងគាត់អាចធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពថាតើគាត់គួរតែជួលថែមទៀតអត់ចឹងណាបាទអញ្ចឹងក្នុងជីវភាពប្រចាំថ្ងៃក៏ដូចគ្នាតែយើងមុននឹងយើងធ្វើអីយើងអាចមើលបើសិនជាយើងជួលម្នាក់ទៀតយើងត្រូវការចំណាយទៅលើប្រាក់ខែគាត់ហ្នឹងប្រមាណហើយគាត់មកហ្នឹងអាចធ្វើបានប្រមាណអញ្ចឹងណាបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងហើយបើមានចម្ងល់អីអាច comment ខាងក្រោមបាទអរគុណហើយជួបគ្នានៅវីដេអូក្រោយ